សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើម្ហូបរៀងពៅកលាំងតិចឲ្យបងប្អូនគឺសាច់គោចៀនប៊ឺនិយាយពីថាជាតិណាស់ក្លិនប៊ឺឡើងឈ្ងុយត្រូវជាមួយនឹងទឹកម្រេចយើងខាប់ចេះទៀតញ៉ាំហើយគឺដឹងតែមានកលាំងហ្មងហើយរយៈពេលធ្វើវិញគឺត្រឹមតែ20នាទីអីហ្នឹងគឺបានញ៉ាំហើយចំពោះគ្រឿងផ្សំវិញគឺខ្ញុំមានសាច់គោយកសាច់ដែលផុយនិងមានប្រូកូលីពោតបារាំងខ្ទឹមសក្រូចឆ្មាម្ទេសហើយនិងប៊ឺចំណែកវិធីធ្វើដំបូងគេហ្នឹងគឺខ្ញុំយកសាច់គោរបស់យើងហ្នឹងមកប្រឡាក់ជាមួយនឹងគ្រឿងសិនគឺមានប្រេងខ្យងម្សៅស៊ុបនិងប៊ីចេងបន្តិចក្រោយមកប្រឡាក់វាឲ្យសព្វជាមួយនឹងគ្រឿងទេសរបស់យើងហ្នឹងរួចហើយផ្អាប់វាទុក10នាទីសិនពេលហ្នឹងដែរគឺយើងមកស្រុះបន្លែវិញម្ដងខ្ញុំដាំទឹកឲ្យពុះដាក់ប្រេងឆាបន្តិចដើម្បីឲ្យបន្លែរបស់យើងហ្នឹងគឺវានៅទន់ល្អក្រោយមកដាក់បន្លែចូលស្រុះវាប្រហែលជា3នាទីអីហ្នឹងគឺបានហើយចំពោះបន្លែគឺខ្ញុំមិនឲ្យវាឆ្អិនពេកទេបន្ទាប់ពីស្រុះរួចគឺខ្ញុំយកវាមកត្រាំជាមួយនឹងទឹកត្រជាក់ដើម្បីឲ្យបន្លែរបស់យើងហ្នឹងគឺវានៅពណ៌ស្រស់ល្អងាកមកសាច់គោវិញម្ដងគឺខ្ញុំដាក់ប៊ឺរួចហើយលុញវាឲ្យពេញខ្ទះអញ្ចឹងមករួចខ្ញុំដាក់ជាមួយនឹងសាច់គោចូលចៀនវាមកចំហៀងហ្នឹងគឺប្រហែលជា2នាទីបានខ្ញុំប្រែទៅមកចំហៀងទៀតសាច់គោគឺខ្ញុំចៀនវាឲ្យនៅក្រហមក្នុងតិចបានឆ្ងាញ់តែបើបងប្អូនចង់ឲ្យវាឆ្អិនជាងនឹងទៀតក៏បានដែរតាមតែយើងចេះញ៉ាំណាក្រោយពីសាច់គោបានឆ្អិនគឺខ្ញុំយកវាមកទុកឲ្យត្រជាក់សិនបានហាន់ឆ្លៀតពេលចាំហ្នឹងគឺខ្ញុំមកលាយជាមួយនឹងទឹកម្រេចឲ្យហើយទឹកម្រេចខ្ញុំធ្វើងាយទេបងប្អូនខ្ញុំដាក់ខ្ទឹមសនិងម្ទេសចិញ្ច្រាំម្រេចស្កម្សៅស៊ុបប៊ីចេងក្រោយមកច្របាច់ក្រូចឆ្មាចូលរួចបន្ថែមជាមួយនឹងទឹកក្តៅបន្តិចកូរចូលគ្នាឲ្យសព្វគឺជាការស្រេចចំណែកសាច់គោគឺខ្ញុំយកវាមកហាន់ជាចំណិតស្ដើងប៉ុណ្នេះអីគឺល្មមញ៉ាំតែម្ដងពេលនេះសាច់គោចៀនប៊ឺរបស់យើងហ្នឹងគឺថារួចរាល់ហើយរីឯសាច់គោរៀងនៅក្រហមក្នុងតិចជ្រលក់ជាមួយនឹងទឹកម្រេចជូរហិលអញ្ចេះទៀតនិយាយពីថាជាតិនោះជាតិបងដែលហត់នឿយនឹងការងារកុំភ្លេចធ្វើមកមុខនេះញ៉ាំណាលឿនហើយបើកម្លាំងទៀតអរគុណបងប្អូនទាំងអស់គ្នាសម្រាប់មុខម្ហូបថ្ងៃនេះជួបជាមួយនឹងខ្ញុំនៅមុខម្ហូបក្រោយ